ភ្លៀងនៅភពផែនដីយើងណាជាសភាពទឹករាវធម្មតាតែភ្លៀងនៅភពផ្សេងៗតោះមកស្គាល់ពីប្រភេទភ្លៀងនៅតាមភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យទី1 Mars ឬក៏ភពអង្គារដែលអ្នកវិទ្យាសាស្ត្រនិយាយថានៅទីនោះហ្នឹងគឺកម្រនឹងមានភ្លៀងណាស់ប៉ុន្តែបើសិនជាមានភ្លៀងគឺជាប្រភេទភ្លៀងធូលីជាប្រភេទពពកធូលីឬក៏តកកស្ងួតពីភពនេបទូនដែលភពហ្នឹងកម្រនឹងមានភ្លៀងធ្លាក់ដូចគ្នាប៉ុន្តែបើមានភ្លៀងមកគឺសភាពមកធ្លាក់ជាក្របពេជ្រឬក៏គេហៅថាក្របភ្លៀងពេជ្រពេជ្រហ្នឹងកើតឡើងដោយសារតែការបំលែងរវាងឧស្ម័នកាបូនហើយនឹងឧស្ម័នមេតានភ្លៀងពេជ្រអញ្ចឹងធ្លាក់មកលើភពផែនដីមិនដឹងល្អមិនទេណាទី3ភពសុក្រឬក៏ Venus ដែលសភាពភ្លៀងធ្លាក់មកហ្នឹងគឺជាអាស៊ីត sulfuric ភពព្រះហស្ថឬក៏ Jupiter ភ្លៀងនៅភពព្រះហស្ថហ្នឹងមានសន្តានមកជាអាស៊ីតអាម៉ូញ៉ាក់ដោយព្រិលពណ៌សហោះពេញស្រទាប់បរិយាកាសភពសៅរ៍ឬក៏ហៅថាសាទូនដែលនៅភពនោះណាពេលខ្លះភ្លៀងមកជាឧស្ម័នអាម៉ូញ៉ាក់ពេលខ្លះក៏ជាទឹកហើយពេលខ្លះភ្លៀងធ្លាក់មកហ្នឹងក៏ជាក្របពេជ្រផងដែរភពអុយរ៉ានុពេលភ្លៀងធ្លាក់មកជាសន្តានដោយក្របពេជ្រដូចជាភពរហ័សនិងភពសៅរ៍ដែរភព Pluto ដែលភពហ្នឹងណាមានភ្លៀងមានសន្តានជាព្រិលដែលបង្កឡើងពីកាបូនហៃដ្រាតហើយនិងនីត្រូហ្សែនចាអ្នកទាំងអស់គ្នាវិញឃើញមានភ្លៀងក្របពេជ្រអញ្ចឹងចង់ទៅនៅភពដែលមានភ្លៀងធ្លាក់មកចេញជាក្របពេជ្រចឹងអត់គឺខ្ញុំទៅគ្មានអីសប្បាយជាងនៅភពផែនដីយើងទេ